កាលណាគាត់យើងដឹងត្រឹមថាគាត់ជាកីឡាករបរទេសដែលអាចមកវាយស្រុកខ្មែរបានហើយកីឡាករយើងមើលលំដាប់គាត់ដែរថាតើយើងវាយនឹងវាយលំដាប់អីគេកែរំចង់មកយើងចង់មិនយកខ្សែម្ចាស់ខ្សែក្បាត់ពិភពលោកមកវាយមួយគាត់អីក៏មិនយើងត្រូវរកកីឡាករដែលមានសមត្ថភាពសមត្ថភាពស្បាគ្នារាល់ថ្ងៃនេះកីឡាករបរទេសហាត់នៅស្រុកខ្មែរមិនថឹកហ្នឹងមានបងប្អូនមានដែរស៊ូវាដូចគ្នាអញ្ចឹងសម្រាប់ថាគាត់មកពីណាខ្ញុំសូមជម្រាបជូនថាគាត់មកពីប្រទេសជិតខាងយើងប៉ុន្តែជាកីឡាករដែលគេបានវឹកហាត់ត្រឹមត្រូវគាត់ថាមិនមែនជាម្ចាស់ខ្សែក្បាត់អីទេកីឡាកររូបនេះវាយ15ដងវាយអាជីព15ដងឈ្នះ13ចាញ់2ហើយគ្មានខ្សែក្បាត់អីទេហើយខ្ញុំនិយាយម្ដងទៀតបើបងប្អូនរិះគន់ថាកុំឲ្យយកកីឡាករដែលហាត់នៅស្រុកចៅឈ្លានពានបងប្អូនមានដែរមើលស្ថានីយទូទៅផ្សេងខ្ញុំអត់ចង់ប្រៀបធៀបដោយសារខ្ញុំអត់ចង់ប្រៀបធៀបអញ្ចឹងហើយខ្ញុំក៏អរគុណបងប្អូនដែររាល់ថ្ងៃបងប្អូនយកចិត្តទុកដាក់ខាង ISKA គុណខ្មែរមែនទែនអរតែឃើញផ្លាច់បងប្អូននិយាយប៉ុន្តែបងប្អូនទៅមើលស្ថានីយទូស្រុកខ្មែរបើថាស្ថានីយទូណាមួយអត់យកកីឡាករមកពីផ្ទះលេខ2ជួយប្រាប់ខ្ញុំមកមួយអាទិត្យបើគេមានកម្មវិធីច្រើនគេយកច្រើនបើមានកម្មវិធីតិចគេយកតិចហើយគេក៏ខំប្រឹងប្រជៀបដូចតែខ្ញុំចឹងដែរយកកីឡាករមកពីស្រុកផ្សេងទៀតនិងយកកីឡាករមកដែលកំពុងហាត់នៅក្នុងស្រុកខ្មែររាល់ថ្ងៃអ៊ីរ៉ង់ហាត់នៅ3ប្រទេស4ប្រទេសសំខាន់ពីនៅស្រុកចិននៅម៉ាឡេស៊ីគឺនៅស្រុកខ្មែរយើងហ្នឹងហើយនេះជំរាបជូនបងប្អូនយើងហ្នឹងបើនិយាយពីអ៊ីរ៉ង់ណាបាទអាហ្នឹងជំរាបជូនហើយខ្ញុំនិយាយម្ដងទៀតកីឡាករកែរំចង់គាត់មកដំបូងចេះយើងមិនអាចដាក់ជើងខ្លាំងលំដាប់ពិភពលោកណាមកវាយជាមួយគាត់ទេយើងត្រូវតេស្តសមត្ថភាពគាត់ដែរហើយគេមិនអន់ទេកីឡាកររូបនេះខ្ញុំជំរាបជូនសារដាំឡើងវិញទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុតជួឆើត